សូមជម្រាបសួរលោកគ្រូអ្នកគ្រូនាងខ្ញុំឈ្មោះបុត្រច័ន្ទធីវីជាបុគ្គលិកអប់រំនាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡានៅពេលនេះនាងខ្ញុំសូមលើកយកល្បែងសិក្សាទី1ដែលមានចំណងជើងថាល្បែងស្វែងរកអក្សរពាក្យឬល្បះល្បែងនេះមានគោលបំណងបង្វឹកសិស្សស្វ័យសិក្សាដោយភាពម្ចាស់ការទទួលខុសត្រូវនិងភាពសប្បាយរីករាយតាមរយៈការសង្កេតការអាននិងការរាប់តួអក្សរពាក្យឬក៏ល្បះដែលបានពីប្រភពផ្សេងល្បែងនេះដែរគឺមានចំនួនសកម្មភាពគោលចំនួន5សកម្មភាពទី1គឺលោកគ្រូអ្នកគ្រូអាចណែនាំសិស្សជ្រើសរើសក្រុមអាចជាបុគ្គលឬក៏ដៃគូអាចជ្រើសរើសជាក្រុមតូចដែលមានចំនួនសិស្សចន្លោះពី3ទៅ5នាក់និងក្រុមធំអាចទៅដល់10នាក់សកម្មភាពទី2គឺលោកគ្រូអ្នកគ្រូណែនាំសិស្សឲ្យកំណត់ប្រភពដែលទៅស្វែងរកអក្សរពាក្យឬក៏ល្បះទាំងនោះពីកាសែតទស្សនាវដ្តីសម្បុត្របុណ្យជាដើមឬក៏អាចស្វែងរកនៅក្នុងសៀវភៅសិក្សាគោលនិងសៀវភៅផ្សេងនៅក្នុងថ្នាក់ឬក៏ក្នុងបណ្ណាល័យក៏អាចស្វែងរកពាក្យទាំងនោះពីសម្ភារៈដែលតាំងបង្ហាញនៅក្នុងថ្នាក់ឬក៏នៅក្នុងសាលារៀនរបស់យើងផ្ទាល់បន្ទាប់ពីជ្រើសរើសប្រភពឬក៏ទីតាំងដែលត្រូវទៅស្វែងរកពាក្យនោះហើយលោកគ្រូអ្នកគ្រូសកម្មភាពបន្ទាប់គឺឲ្យសិស្សទៅរកត្រៀមរៀបចំប៊ិចរៀបចំกระดาษសម្រាប់យកទៅកត់ត្រាពាក្យឬក៏ល្បះដែលយើងបានកំណត់នោះទៅតាមប្រភពដែលពួកគាត់បានជ្រើសរើសរួចទុករយៈពេលដែលសមរម្យលោកគ្រូអ្នកគ្រូនឹងពិនិត្យតាមដានសិស្សនៅពេលដល់រយៈពេលកំណត់ហើយយើងនឹងហៅសិស្សចូលមកថ្នាក់រៀនវិញដើម្បីធ្វើការបូកសរុបសកម្មភាពបន្ទាប់គឺសិស្សទាំងអស់ចាប់ផ្ដើមបូកសរុបចំនួនតួអក្សរឬក៏ពាក្យដែលបានស្វែងរកនោះនៅក្នុងទៅតាមប្រភពផ្សេងដែលក្រុមនីមួយជ្រើសរើសយកមកបូកសរុបតាមក្រុមហើយតំណាងក្រុមឡើងរាយការណ៍ជូនទៅដល់លោកគ្រូអ្នកគ្រូឬក៏ជូនទៅដល់គណៈកម្មការប្រកួតបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងប្រកាសសិស្សណាដែលមានលទ្ធផលបានល្អឬក៏ឈ្នះនៅក្នុងល្បែងសិក្សាមួយនោះដោយកំណត់ថាគាត់សរសេរបានត្រឹមត្រូវរាប់ចំនួនបានច្រើនជាងគេហើយត្រឹមត្រូវដែលមានការផ្ទៀងផ្ទាត់ច្បាស់លាស់នេះគឺជាសកម្មភាពគោលនិងសកម្មភាពនៃការលេងល្បែងស្វែងរកពាក្យនេះហើយល្បែងនេះគឺយើងអាចលេងចាប់ពីកម្រិតថ្នាក់ទី1ដល់ទី6ទៅតាមពាក្យទៅតាមកម្រិតថ្នាក់ចុងក្រោយនេះខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់លោកគ្រូអ្នកគ្រូហើយខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងអាចយកសកម្មភាពល្បែងសិក្សានេះទៅអនុវត្តនៅក្នុងថ្នាក់រៀនជាចុងក្រោយនេះខ្ញុំសូមអរគុណនិងសូមជម្រាបលា